Yeah, but then I realized life is too short, so I gotta do what I wanna do. នៅក្មេងដែរចាប្រាប់រងមួយអ្នកគ្នាយំយោមូលហេតុគឺដោយសារវាអស់អារម្មណ៍ខទៅ សក់នឹងយកឡើង4 ដងក្នុងវាចេញពណ៌ What do you guys think about my new camera video but now that I'm like Hello អ្នកទាំងអស់គ្នា welcome back ថ្ងៃនេះខ្ញុំថត vlog ថ្មីទៀតហើយនេះគឺជាថ្ងៃទី28ខែមិនិនាឆ្នាំ2026ហើយឥឡូវហ្នឹងម៉ោង 1:50 នាទីហើយខ្ញុំអត់ដឹងថា vlog នេះខ្ញុំនឹងថតវាទៅជាបែបម៉េចឲ្យថតប៉ុន្មានថ្ងៃទេប៉ុន្តែដឹងត្រឹមថាថ្ងៃហ្នឹងគឺខ្ញុំនឹងទៅធ្វើរឿងមួយដែលថ្មីមែនតើអញ្ចឹងទៅក៏ចង់ថត vlog ឲ្យអ្នកទាំងអស់គ្នាមើលដែរ and maybe ខ្ញុំថតទៅដល់មុនថ្ងៃខ្ញុំទៅ trip ហ្មងនិយាយទៅវីដេអូនេះគឺ trip ទៀតហើយដោយសារថ្ងៃបោះមើលថ្ងៃនេះថ្ងៃអង្គារថ្ងៃសុក្រគឺខ្ញុំនឹងទៅដើរលេងនៅវៀតណាម so maybe vlog នេះនឹងចប់មុននឹងខ្ញុំទៅវៀតណាមនឹងហ្មង anyways អ្នកទាំងអស់គ្នាសាកទីលេងមើលថាថ្ងៃហ្នឹងខ្ញុំនឹងទៅធ្វើអី at the meantime ខ្ញុំនឹងមកញ៉ាំ snack នេះបន្តិចពួកអីអត់បានញ៉ាំអីទេ actually ខ្ញុំមួយថ្ងៃហ្នឹងខ្ញុំញ៉ាំបានកាហ្វេកែវធំមួយកែវ and ពងមាន់2គ្រាប់ so ឥឡូវខ្ញុំចង់មកញ៉ាំ snacks នេះអានេះវាដូចរបៀប protein bar ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែគេស្រោប seaweed ពីក្រៅមកយាយពីដល់ណាហើយanyways អញ្ចឹងថ្ងៃនេះខ្ញុំនឹងទៅលាបពណ៌សក់ថ្មីនេះគឺជាពណ៌ដែលខ្ញុំចង់លាបណាអ្នកនរគ្នាគឺពណ៌របៀបរៀងក្រហម cherry វារៀងដិតរៀងរបៀបថាកម្ៅអីអញ្ចឹងណា because មករយៈក្រោយហ្នឹងមុននឹងខ្ញុំចង់ទៅលាបហ្នឹងគឺខ្ញុំបាន check មើលទៅលើ personal color របស់ខ្ញុំដែរដើម្បី make sure ថាពណ៌ដែលខ្ញុំលាបទៅហ្នឹងគឺវាត្រូវជាមួយនឹង tone ស្បែកខ្ញុំអីអញ្ចឹងណា and I found out that ដោយសារស្បែកខ្ញុំ it's more on to cool summer cool winter អញ្ចឹងពណ៌ដែលខ្ញុំអាចលាបទៅវាត្រូវជាមួយនឹង tone ស្បែករបស់ខ្ញុំគឺជាពណ៌សក់ដែលវារៀងដិតវារៀងកម្ៅវាអត់បែកលឿងអត់បែកតក្រូចអីហ្នឹងអាហ្នឹងខ្ញុំអាចលាបបានអញ្ចឹងខ្ញុំគិតថា this color is my go to color if I were to color my hair actually ខ្ញុំមានពណ៌ផ្សេងទៀតដែលខ្ញុំចង់លាបដូចសេរីពណ៌ brown ពណ៌ផ្សែងប្រៃពណ៌រៀង ash gray អញ្ចឹងណាអ្នកនរគ្នាប៉ុន្តែខ្ញុំអត់លាបពណ៌ទាំងអស់ហ្នឹងទេដោយសារអីគឺពណ៌ហ្នឹងលាបទៅវាអត់បានចេញដូចពណ៌ដែលយើងចង់បានទេដោយសារខ្ញុំអត់ចង់ bleach សក់របស់ខ្ញុំ so yeah I think បើលាបទៅអត់ចេញពណ៌ដូចដែលយើងចង់លាបទៅដែរខ្ញុំអត់យកពណ៌ហ្នឹងទេសុខចិត្តយកពណ៌ណាដែលលាបទៅគឺវាស្តៀងពណ៌ដែលយើង expect ទុកចឹង at all cost for any reason គឺខ្ញុំនឹងអត់ bleach សក់របស់ខ្ញុំទេដោយសារខ្ញុំ cannot afford damage ដែលសក់យើងនឹងទទួលបានពីការ bleach ហ្នឹងណាព្រោះខ្ញុំចង់បានសក់ដែលវាអលាស់វាមានជីវិតខ្ញុំធ្លាប់ខូចសក់ហើយអ្នកនរគ្នា so I don't want to get that anymore ហើយណាមួយខ្ញុំត្រូវថតយើងត្រូវលមូលគៀបសក់រងថ្ងៃទៀត so បើខ្ញុំ bleach គឺខ្ញុំគិតថាសក់ខ្ញុំអាចនឹងខ្ទេចពីគឺអាចនឹងត្រូវយូរទៅត្រូវកាត់សក់ចោលដោយសារអីវាឆេះចុងអីចឹងណា and I don't want to កាត់សក់ខ្លី I want សក់វែងឥឡូវហ្នឹង I'm trying to grow out my hair ភ័យអ្នកនរគ្នាខ្ញុំខ្លាចលាបទៅវាអត់សមទោះបីជាយើងកាត់យើង expect ទុកមុនមែនប៉ុន្តែ we never know លាបទៅវាអត់បានពណ៌ដែលយើងដូចចិត្តទៅបើអីទាំង it's okay so this is my hair currently គឺខ្ញុំលាបពណ៌ blue black មកជាប់រហូតប្រហែលជា I don't know how long ប៉ុន្តែរៀងយូរសំដែរចាំមើលខ្ញុំទៅ check មើលសិនហើយចាំខ្ញុំដាក់ចំនួនខែចំនួនឆ្នាំនៅលើ text អត់ចាំទេ but I think ដោយសារយើងពណ៌សក់នឹងវារៀងយូរដែរអញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំចង់មានអីថ្មីណាតោះគ្នាយល់ខ្ញុំអត់ដឹងថានឹងវាជាអាការៈមួយនឹងស្រីឬមួយក៏មិនទេប៉ុន្តែ wait focus អត់មានអារម្មណ៍ថាវាដូចអត់ focus ចឹងTikTok មួយថ្ងៃហ្នឹងវាអត់ focus មួយក៏ភ្នែកខ្ញុំវាស្អាប់ but anyways wait និយាយដល់ណាអូយស្ត្រាខ្ញុំអត់ដឹងថាហ្នឹងវាគឺជាអាការៈរបស់មនុស្សស្រីឬមួយមានតែខ្ញុំឬមួយក៏មិនទេ
ប៉ុន្តែវាថាយូរម្ដងគឺខ្ញុំតែងតែមាន the urge to ចង់ឲ្យខ្លួនឯងមានអីថ្មីទៅលើរូបរាងរបស់យើងអញ្ចឹងដូចថាសក់ថ្មីត្រូវកាត់សក់ដូរពណ៌សក់ឬមួយក៏នេះសុកទៅកាត់សក់បែងឲ្យវារៀងខ្លីចង់បដូរ style ខ្លួនឯងអីរបៀបអញ្ចឹងអ្នកនរគ្នាយល់អញ្ចឹងទៅពេលដែលខ្ញុំទទួលបានអារម្មណ៍មួយដែលខ្ញុំរបៀបថាអូដូចចង់ទៅកាត់សក់ខ្លីដូចចង់ទៅបដូរពណ៌សក់អីចឹងគឺខ្ញុំតែងតែទប់ខ្លួនឯងសិនយើងរបៀបថាទប់មើលសិនអញ្ចឹងណាចង់ដឹងថាតើអានឹងជាការចង់ធ្វើមួយឆាវឬមួយក៏យើងពិតជាចង់មានអីថ្មីមែនអញ្ចឹងណា so now it's been a few months ហើយខ្ញុំនៅតែចង់បានសក់ពណ៌ដែលប្លែក so ឥឡូវយើងក៏សម្រេចចិត្តថាទៅលាបមកទៅលាបសក់នឹងគឺខ្ញុំចង់លាបយូរមែនតើតែខ្ញុំអត់ដាច់ចិត្តទៅលាបទេមូលហេតុគឺថា I'm just afraid of the change គឺខ្ញុំខ្លាចការធ្វើអីដែលថ្មីការផ្លាស់ប្ដូរអ្នកទាំងគ្នាព្រោះអីពេលដែលយើងផ្លាស់ប្ដូរពេលដែលយើងធ្វើអីដែលថ្មីគឺវាអាចធ្វើទៅស្អាតឬមិនស្អាតសមឬមិនសមអីអញ្ចឹងណា because ខ្ញុំគិតថាសក់ពណ៌ខ្មៅខ្ញុំនឹងវាជាពណ៌សក់មួយដែលវាត្រូវជាមួយនឹងខ្ញុំត្រូវជាមួយនឹង tone ស្បែកខ្ញុំវាមើលទៅគឺវា complement skin tone ហើយនឹង feature របស់ខ្ញុំជាងគេហើយ basically I think black hair is my best hair color so អញ្ចឹងទៅខ្ញុំខ្លាចថាពេលដែលយើងដូរពណ៌សក់ទៅខ្ញុំមើលមកខ្លួនឯងឡើងឃើញស្អាតដូចមុនអីចឹងយើងឡើង feel confident ដូចមុនអីចឹងណាអញ្ចឹងអ្នកនរគ្នា but then I realize life is too short so I gotta do what I want to do gotta try out experience new thing បើសិនជាយើងធ្វើទៅខុសហូចខាតមិនស្អាតអីអានឹងយើងដឹងថាយើងអត់ត្រូវជាមួយនឹងពណ៌ហ្នឹងទេតែបើធ្វើទៅល្អ you just have a new look and enjoy yourself be more confident អីចឹងណាមួយខ្ញុំគិតថាតើឥឡូវខ្ញុំនៅក្មេងដែរចឹងចង់ធ្វើអីគួរតែឆាប់សាកពីឥឡូវទៅ I feel like I take this too seriously but that's just how my minds work ឥឡូវម៉ោង 2 ហើយ I will go now bye អូតែមុននឹងទៅគឺខ្ញុំនឹងទៅទិញកាហ្វេថែមមួយកែវទៀតសិនខ្ញុំមិនដឹងមកជាអ្នកឲ្យពេកខ្ញុំមិនដឹងមកជាអ្នកគ្នាពេលខ្លះខ្ញុំអត់clear នេះប៉ុន្តែចង់ញ៉ាំជាពិសេសកាហ្វេនឹងមកពេលខ្លះសួរថា clear អត់ clear នេះប៉ុន្តែមានអារម្មណ៍ថាចង់មានអីកាន់ញ៉ាំយើងdrink លេងអីចឹងណា also អ្នកទាំងគ្នា what do you guys think about my new camera video មុនហើយនឹង video ឥឡូវនេះ footage ឥឡូវហ្នឹងអ្នកទាំងគ្នាពងមើលខ្ញុំនៅក្នុងកតុបហ្នឹងគឺខ្ញុំពងតែថតជាមួយនឹងកាមេរ៉ា Sony ZV-E10 Mark II ដែលខ្ញុំ unboxing លើកមុននោះខ្ញុំគិតថា so far គឺខ្ញុំចូលចិត្ត quality កាមេរ៉ាប៉ុន្តែអ្នកទាំងគ្នាវាធ្ងន់សាហាវហ្មងណានេះខ្ញុំគ្រាន់តែកាន់ថតប៉ុណ្ណឹងមានជាការចុកដៃ but the quality is really nice especially យើងថតទៅវា focus វា blur background តែនេះខ្ញុំដូរ lens យ៉ាតែធ្ងន់ណាស់នេះមិនសមខ្ញុំហាត់ប្រាណហើយឥឡូវហ្នឹងគឺឈឺពេញខ្លួនហើយមកត្រូវកាន់កាមេរ៉ានឹងថតចឹងទៀតមានអារម្មណ៍ថាពងតែដាក់សម្ពាធថតឈរខ្លួនឯងអោ Oh my god ខ្ញុំមើលតិចទៀតត្រូវដើរចុះកាមេរ៉ាដឹងតាឆ្ងាញ់ហ្មងយីមែនតើហើយក្រៅចំខ្ញុំថតជាមួយនឹងកាមេរ៉ា DJI របស់ខ្ញុំវិញហើយ this one is the best for vlogging យីមែនតែវាពិបាកតិចThe sky is blue, the sun is high. We're sitting here, ឡានណា on my own. I think of you, you're on my mind. You know, to me that's កង់ឡានមិនអាចវិលទៅរួចបានទេបើសិនជាខ្ញុំមិនទាន់មាន baby. ចម្រៀងណា Take a stroll, ស្ដាប់បទ and to me that's Step into a world where dining becomes Daisy by Justin Bieber to me that's alright. I spend my days just dreaming about you. Well, now that's just what I will do. I'm telling you, the sky is blue, the sun is high. I'm sitting here on my own. ខ្ញុំអត់គិតថាខ្ញុំញៀនកាហ្វេនៅដល់គ្នាប៉ុន្តែរាល់ពេលដែលថ្ងៃហ្នឹងខ្ញុំបានផឹកកាហ្វេគឺខ្ញុំល្ងួយដេកដូច
ល្វើល្វាយសើសើអីចឹងតែខ្ញុំគាត់ថាខ្ញុំមិនជាញៀនទេឥឡូវទទួលស្គាល់ហើយថាញៀនពួកអីពេលដែលអត់ផឹកល្មមជាពិសេសពេលខ្ញុំទៅស៊ីមីវិញដល់គ្នាឈឺក្បាលប្រោយដល់ពេលផឹកកាហ្វេហើយឡើងស្វាងចាស់ហ្មង so I'm a coffee addict don't be like me but I think ញ៉ាំកាហ្វេទៅវាឆ្ងាញ់សប្បាយចិត្តទិញកាហ្វេនៅនេះរហូតអ្នកនរគ្នាឈ្មោះ Stock Cafe something You got feel you could have never bought it. $2 Chào con mong នេះអ្នកនរគ្នាកាហ្វេនឹងឈ្មោះថា Stock Cafe អានេះខ្ញុំទិញនៅម្ដុំសានសុកម្ដុំអេអន2កោទៀតណា feeling deja vu មែនថាខ្ញុំធ្លាប់កោចឹងហើយខ្ញុំនិយាយពាក្យនឹងថាកូនទៀតណាខ្ញុំធ្លាប់និយាយចឹងទៅថាខ្ញុំនិយាយមិនហើយខ្ញុំ feeling ឡើងមានអារម្មណ៍ថាវាធ្លាប់កើតហេតុហើយតែដងពីថ្ងៃហ្នឹងអត់សូវស្អាតទេដល់គ្នារត់ដងគេដាក់អា cappuccino ហ្នឹងវាឡើង cream មើលមកគឺស្អាតតំណងហ្មង but today it's not the best day for them ngày nắng đôi hình chim ở tới hình chim ấy nè quẹt quái không sao mấy người những tinh nhâm này be honest thủ đế nhắm tới hình chim bàn tay đâu tại nhầm bànមកលាបពណ៌សក់លើកនេះរៀងត្រោមសក់តិចឯងដោយសារខ្ញុំលាបមើលទាំងអស់4ដងអ្នកទាំងអស់គ្នាបានចេញពណ៌ស្តៀងទៅនឹងអីដែលខ្ញុំចង់បានលាប first round ហើយខ្ញុំឡើងភ័យហ្មងដោយសារអា first round ហ្នឹងសក់ខ្ញុំអត់មានសឹងតែអត់ឃើញពណ៌អ្នកទាំងអស់គ្នាគ្រាន់តែវារៀងភ្លឺកន្លែងគល់សក់បន្តិចតមកបើយើងចាប់ផ្ដើមលាបលើកទី2លើកទី3គឺឃើញថាពណ៌រៀងគួរសមប៉ុន្តែនៅតែអត់ចេញទៅដូចពណ៌អីដែលខ្ញុំចង់បានអញ្ចឹងលាបចុងក្រោយគេហ្នឹងគឺជាប្រភេទថ្នាំព្យាបាលសរសៃសក់អីប៉ុន្តែវាមានជាតិពណ៌នៅក្នុងហ្នឹងដែរអញ្ចឹងទៅទាំងអស់ឡើង4ដងទៅគឺលាបលាងលាបបដាអង្គុយមើលពណ៌កញ្ចក់ឲ្យហើយព្រោះថ្ងៃស្អែកត្រូវទៅលាបកញ្ចក់ដែរដំបូងយើងឲ្យ sneak peek មើលធំសក់ session នេះមកពណ៌អ្នកទាំងអស់គ្នាត្រៀមខ្លួនរួចនៅ1 2 លាបសក់ទាំងអស់4ដងទ្រាំវាចេញពណ៌លាបលើកទី1លាបលើកទី2សឹងតែអត់មើលអត់ឃើញពណ៌ហ្មងអ្នកទាំងអស់គ្នាខ្ញុំថាចប់អើយសក់ខ្ញុំងប់ថ្ងៃហ្នឹងហើយសក់ខ្ញុំ but luckily ឥឡូវហ្នឹងវាស្ងួតខ្លាំងបន្តិច so here is my new hair color អ្នកទាំងអស់គ្នា to be honest គឺវារៀងខុស expectation តិចដែលសារខ្ញុំចង់បានពណ៌ស្វាយប៉ុន្តែខ្ញុំ actually ខ្ញុំក៏រៀងដឹងមុនដែរថាពេលខ្ញុំលាបទៅអាចនឹងអត់ដូចអីដែលខ្ញុំចង់បាន 100% ទេមូលហេតុគឺដោយសារសក់ខ្ញុំចាស់ហ្នឹងគឺវាពណ៌ blue black អ្នកទាំងគ្នាគឺវាខ្មៅក្រឹបហ្មងយើងទៅដូរពណ៌គឺវាពិបាកមែនតើហើយនេះខ្ញុំអត់ bleach ទេណាទាំងគ្នាឃើញចេញពណ៌ខ្លាំងមែនតែអត់បាន bleach ទេគ្រាន់ថាខ្ញុំលាបពណ៌សក់ហ្នឹងលាបឡើង4ដងត្រង់វាចេញពណ៌លាបលើកទី1លាបលើកទី2លើកទី3ហ្នឹងគឺយើងលាបពណ៌ធម្មតាប៉ុន្តែលើកទី4ហ្នឹងគឺជាប្រភេទជាព្យាបាលសរសៃសក់នៅក្នុងហ្នឹងដែរចឹងណា so yeah this is how it looks like នៅក្រៅវារៀងបែកក្រហមបែកស្វាយអ្នកទាំងអស់គ្នាប៉ុន្តែចូលកាមេរ៉ាទៅគឺសក់ខ្ញុំពណ៌ក្រហមហ្មងឃើញអត់ពេលដែលខ្ញុំដូរពណ៌សក់ហ្នឹងទៅ I have to ដូរពណ៌ចាម otherwise make up មើលទៅអត់ចូលគ្នាហ្មងអ្នកទាំងអស់គ្នាអានេះខ្ញុំប្រើ Roman អានេះខ្ញុំប្រើ eyebrow របស់ Roman ណាតោះគ្នាដាក់ទៅបានមើលទៅ make up ខ្ញុំវារៀង soft ជាងមុនណាបើខ្ញុំអត់តន់ដាក់ពណ៌ចាមហ្នឹងចាមខ្ញុំគឺវាពណ៌ខ្មៅហ្មងដោយសារអារោមចាមខ្ញុំហ្នឹងគឺវា naturally គឺវារៀងខ្មៅក្រឹបដូចសក់ខ្ញុំអញ្ចឹងណា so yes what do you guys think to be honest យកមកខ្ញុំភ័យណាតោះខ្ញុំខ្លាចលាបទៅវាអត់ស្អាតវាឃើញមុខចាស់ឬមួយក៏អីចឹងណា but I think so far it's okay គឺខ្ញុំគ្រាន់តែត្រូវការបដូរ style make up តិចតួចដើម្បីឲ្យវា align ជាមួយនឹងពណ៌សក់យើង
ចុងសក់គឺមានជាការស្ងួតជាខ្លាំងគ្រាន់តែចេញពី salon ហ្នឹងគឺខ្ញុំ can feel ថាសក់ខ្ញុំគឺវាស្ងួតហ្មងអ្នកនរគ្នាប៉ុន្តែខ្ញុំគិតថាប៉ុណ្ណឹងវានៅក្នុងកម្រិតមួយដែលស្ងួតល្មមទេយើងអាចស្រោចស្រង់បាន What do you guys think about my new hair color អត់ទាន់បាន add story អត់ទាន់បានផុសអត់ទាន់បានប្រាប់អ្នកណាគេទាំងអស់ថាខ្ញុំទៅលាបសក់ so ឥឡូវហ្នឹងខ្ញុំត្រូវយកសាឡានឲ្យបងខ្ញុំអញ្ចឹងខ្ញុំនឹងទៅថត first reaction របស់គាត់ប៉ុន្តែខ្ញុំអត់ដឹងថាគាត់ហើយនៅទេខ្ញុំត្រូវចេញក្រៅឥឡូវហ្នឹងហើយព្រោះថ្ងៃនេះអ្នកទាំងអស់គ្នាខ្ញុំ plan ទៅធ្វើកញ្ចក់ and also maybe ទៅ do a little shopping and hopefully យើងធ្វើកញ្ចក់អត់យូរទេbecause មកសុំមិញទៅធ្វើសក់អង្គុយឡើងយូរចង់ stress ខ្ញុំឡើងឈឺគូតហ្មងអ្នកនរគ្នា I don't know បើខ្ញុំធ្វើការនៅផ្ទះខ្ញុំអង្គុយអត់អីទេដោយសារកៅអីខ្ញុំនេះវាមានប៉ងវាស្រួលអង្គុយប៉ុន្តែពេលទៅអង្គុយនៅក្រៅហើយអង្គុយយូរ I cannot ឈឺគូតសាហាវ but yeah this is my hairដើរទៅហ្មងដោយសារយើងអត់មានអីជីទេថាខ្ញុំដើរទៅហាងកាហ្វេយើងទិញកាហ្វេទិញនំអីញ៉ាំតិចសិនហើយចាំហៅ Grab ពីហាងកាហ្វេជិះទៅកន្លែងធ្វើកញ្ចក់ហ្មង Imagine ដើរមកដល់គេអត់តន់បើក or like គេបិទកាហ្វេនៅនឹងឆ្ងាញ់ខ្ញុំជួយចិត្តមកដែលសារលើនឹងខ្ញុំអត់ plan អង្គុយនៅនឹងយូរឯងពួកអីមាន nail appointment ខ្ញុំណាត់គេម៉ោង 10 ម៉ោង 10 ពេល 10 កន្លះយ៉ាចង់ដឹងដល់ត្រូវអង្គុយឈៀលញ៉ាំមួយ plate ហើយយើងចេញទៅមកអីប៉ុន្តែហាងកាហ្វេនៅនឹងអ្នកនរគ្នាតាំង drink និងជាពិសេសនំគឺឆ្ងាញ់ហ្មងឆ្ងាញ់សឹងតែគ្រប់មុខហ្មងឲ្យតែប្រភេទ bakery pastry អី it's really good ហ្មង actually ខ្ញុំអត់ទាន់ clear នោះ but I think should ញ៉ាំតិច let me put my mic here can you hear me ទីហាងកាហ្វេបោះក្រេអ្នកនរគ្នា so I feel like they know what they're doing. មកនេះថាតិចទៅពេលព្រឹកចឹងជួបបងនាងទៅឥឡូវជួបម៉ែមាននិស័យបងឃើញសាក់ខ្ញុំក្រហមណាស់ឡើយមកធ្វើកញ្ចក់ថ្ងៃនេះជួបបងនាងទៀតហើយមាននិស័យហ្មងលើកមុនមកជួបម្ដងឯង anyways បើអ្នកនរគ្នារកកន្លែងធ្វើកញ្ចក់ណាដែលគាត់ like ជាងគាត់ patient មួយយើងដូចខ្ញុំចឹងកញ្ចក់ខ្ញុំស្ដើងអ្នកនរគ្នាហើយខ្ញុំអត់ចូលចិត្តទេអា process នៃការគេឈូសកញ្ចក់គេ drill កញ្ចក់យើងអីហ្នឹងគឺវាធ្វើឲ្យខ្ញុំបែកញើសហ្មងប៉ុន្តែតាម experience ខ្ញុំមក Donnell room នេះច្រើនដងហើយគឺ feel safe ដែលសារជាងគាត់ understand គាត់ស្ដាប់ទៅតាមអីដែលយើងប្រាប់ចឹងណាហើយជាងក៏ធ្វើដោយការយកចិត្តទុកដាក់ហើយកន្លែងក៏មានអនាម័យល្អដែរ It's lunchtime.
ចឹងនេះគឺជា lunch របស់ខ្ញុំនៅក្នុងថ្ងៃហ្នឹងគឺយើងមានសាច់មាន់មាន broccoli អានេះគឺយើងស្ងោរវា and we have 2 eggs and this one គឺមានធូបមុននឹងនៅកន្លែងធ្វើកញ្ចក់ហ្នឹងគឺឃើញកូនក្មេងគេលក់ឈូកអញ្ចឹងទៅក៏ទិញមកបានមកចកោមទុកញ៉ាំដែរកញ្ចក់ខ្លីស្រួលមែនអ្នកនរគ្នានិយាយទៅខ្ញុំកញ្ចក់វែងនឹងដូចជាមិនឆ្នាំអ្នកនរគ្នាខានកញ្ចក់ខ្លីចឹងយូរនេះអានេះគឺវាខ្លីហ្មង and it's so convenient ថ្ងៃហ្នឹងខ្ញុំចេះតែមានអារម្មណ៍ថាកញ្ចក់វែងខ្ញុំវិញផ្លត់ចង់បាក់អ្នកនរគ្នា so I feel like it's not a good sign ចឹងទៅក៏ខ្ញុំកាត់វាឲ្យខ្លីម្ដងចឹងទៅHello អ្នកនរគ្នា welcome back ឥឡូវហ្នឹងគឺខ្ញុំមកដល់លើឡានទៀតហើយឥឡូវហ្នឹងគឺម៉ោង wait what time ម៉ោង 1:47 នាទីខ្ញុំកំពុងតែរៀបចេញទៅ 10-11 ដើម្បីទៅយកកៅអៅ Also I got another coffee Louisa Coffee គឺជាកាហ្វេដែលគេទៅតាបើកថ្មីទៅគេទៅតានាំចូល brand កាហ្វេនឹងមកខ្មែរអ្នកនរគ្នាហើយគាត់បាន invite ខ្ញុំទៅនៅក្នុងថ្ងៃហ្នឹងដែរប៉ុន្តែខ្ញុំមិនបានទៅទេបើបងខ្ញុំគាត់បានទៅសូគាត់មកវិញគឺមានកាហ្វេផ្ញើមកកៅខ្ញុំចូលរវល់ត្រូវធ្វើកញ្ចក់ផងអីផងថត vlog YouTube ផងអីផងអញ្ចឹងទៅក៏អត់បានទៅចូលរួមមិននឹងខ្ញុំមកផ្ទះដើម្បីញ៉ាំបាយញ៉ាំ lunch and also ចាំឡានពីបងខ្ញុំដែរអូខេ Ice condensed milk នេះកាហ្វេដកគោរាល់ថ្ងៃនេះហាងកៅអៅគឺជាផ្ទះទី2របស់ខ្ញុំហើយមាន routine La Bonito 10-11 Zendo សំខាន់មកម្ដងគឺថារាប់ម៉ោងហ្មងដោយសារអីពេលខ្លះខ្ញុំត្រូវយកអីវ៉ាន់ដើម្បីទៅថតអញ្ចឹងពេលយើងយកទៅថតយើងត្រូវការ mix and match យើងត្រូវគិតពី concept ទុកមុននេះអញ្ចឹងណាហើយពេលខ្លះទៀតគឺមាន voucher ត្រូវមកចាយយើង shopping របៀបស្បាយៗអញ្ចឹងទៅដូចថ្ងៃហ្នឹងអញ្ចឹងគឺអត់មានយកអីវ៉ាន់ទៅថតទេគឺមក shopping ធម្មតាតែថាខ្ញុំហងៃការងារហ្នឹងគឺធ្វើឲ្យខ្ញុំមាន challenge មួយគឺថាហៅកន្លែងទុកអីវ៉ាន់ទុកកៅអៅអត់ឃើញជាពិសេសគឺកៅអៅហ្នឹងហ្មងព្រោះមួយខែមានយ៉ាងតិចក៏2-3ថងដែរកៅអៅថ្មីហើយកៅអៅគឺខ្ញុំពេលខ្លះអត់ចង់ like យើងរើចេញឬមួយក៏យើង donate យើងលក់ second hand អីព្រោះសិតតែស្រឡាញ់អញ្ចឹងគឺចង់ទុករហូត in case ពេលណាដែលយើងត្រូវរើស dress code អីចឹងគឺយើងមានជំរើសច្រើនហើយរឿងកៅអៅហ្នឹងគឺមានគេ inbox មកសួរខ្ញុំរាល់ថ្ងៃថាលក់ second hand អត់អីអញ្ចឹងណាតើខ្ញុំគួរលក់អត់អ្នកនរគ្នាព្រោះកៅអៅខ្ញុំម៉ូតច្រើនណាស់ហើយកៅអៅខ្លះគឺពាក់បានតែម្ដងឬមួយក៏2ដងអីចឹងហើយខ្ញុំហ្មង personally ភាគច្រើនគឺខ្ញុំអត់ដែលលក់ឯអ្នកនរគ្នាខ្ញុំ donate ឲ្យបងអ្នកនៅជាមួយយកឲ្យកូនគាត់ចែកអ្នកស្រុកអ្នកភូមិគាត់អីចឹងណាតាំងគ្រឿង cosmetic អីវ៉ាន់ប្រើប្រាស់លេជាពិសេសគឺកៅអៅហ្នឹងហ្មងគឺខ្ញុំ donate ឲ្យគេរហូតតែខ្ញុំគិតថាខ្ញុំចង់ចាប់ផ្ដើមលក់ second hand ខ្លះតែអ្នកនរគ្នាគិតមិនដែរចាំជួយ comment ប្រាប់ខ្ញុំព្រោះការងារខ្ញុំរឿងចំណាយទៅលើកៅអៅហ្នឹងគឺចង់ cut cost ហ្នឹងជាងគឺកាត់អត់បានហ្មងដោយសារអីគឺត្រូវការកៅអៅថ្មីដើម្បីស្លៀកពាក់ថតរហូតអញ្ចឹងខ្ញុំគិតថាអីដែលអាចជួយខ្ញុំបានគឺកៅអៅណាដែលយើងថតហើយវាអត់ចាំបាច់ទេគឺខ្ញុំគួរតែលក់ចេញទៅវិញខ្លះដើម្បីទិញម៉ូដថ្មីមកថែមទៀត anyways ចេញពីទិញកៅអៅគឺខ្ញុំមក White Sea នេះកន្លែងគេលក់របៀបគ្រឿង decor កញ្ចប់កញ្ចប់អីចឹងព្រោះខ្ញុំចង់ទិញកាបូប make up អ្នកនរគ្នាកាបូប make up ខ្ញុំអាចាស់ហ្នឹងគាត់ថាវាចាស់ពេកហើយចង់ដូរម៉ូដថ្មីអញ្ចឹងណា so we do a little shopping here បន្ទាប់មកបងខ្ញុំ call មកប្រាប់ថាគាត់ចង់ញ៉ាំស៊ុបគោអញ្ចឹងទៅក៏យើងទៅញ៉ាំស៊ុបគោជុំគ្នាញ៉ាំអីហើយគឺត្រឡប់មកផ្ទះវិញធម្មតា Morning អ្នកនរគ្នាឥឡូវហ្នឹងគឺម៉ោង 10 Let me ដាក់កាហ្វេញ៉ាំមួយសិនព្រឹកនេះគឺខ្ញុំនឹងមកអបសក់ហើយទៅវិញគឺខ្ញុំនឹងរៀបចំថត video reel មួយ and then ថតហើយគឺខ្ញុំនឹងចេញទៅក្រៅមួយបងខ្ញុំដើម្បីទៅទិញអីវ៉ាន់សម្រាប់ទៅត្រៀមទៅវៀតណាមថ្ងៃស្អែក actually ខ្ញុំមានកៅអៅអីគ្រប់គ្រាន់ទេប៉ុន្តែបងខ្ញុំគាត់ហៅឲ្យជូនគាត់ទៅ so
ប្រាប់រឿងមួយអ្នកទាំងអស់គ្នាយប់មិញ I just cried broke down យំយ៉មូលហេតុគឺដោយសារខ្ញុំចិត្តមក period ឲ្យមុខខ្ញុំឡើងមុនរាប់ទៅអ្នកទាំងអស់គ្នាមិនដឹងថាក្នុងកាមេរ៉ានឹងមើលឃើញអត់ទេប៉ុន្តែខ្ញុំចេញពីងូទឹកហើយខ្ញុំឈរមើលកញ្ចក់ហៅ lip skin care and then រាប់មុនចិត្ត20គ្រាប់នៅលើមុខហ្នឹងហើយស្តាមុនរបៀបប៉ោងពកក្រហមហ្នឹងអ្នកទាំងអស់គ្នាឬយើងវាចិត្តមករដូវផងទៅវា emotional រៀង fluctuated វាម្ដង happy ម្ដង not happy ម្ដង I'm feeling myself ម្ដង I feel like shit អីចឹងណាហើយណាមួយខ្ញុំធុញអ្នកនរគ្នារាល់ពេលដែលខ្ញុំចិត្តមករដូវមុខខ្ញុំក៏ហើមពោះខ្ញុំគឺប៉ោងដូចមនុស្សញ៉ាំបាយអស់3ចានអញ្ចឹងហើយយើងត្រូវទៅដើរលេងអីទៀតហ៎អញ្ចឹងទៅវាមុំម៉ៅយល់អត់យប់មិញហ្នឹងខ្ញុំថ្ងៃហ្នឹងខ្ញុំអត់ថត vlog ទេ vlog ហ្នឹងគឺចាប់ត្រឹមហ្នឹងហ្មងពួកអីវាអស់អារម្មណ៍ថតណាប៉ុន្តែផឹកមិញហកមកទៅយើងហ៊ានសម្រួលអារម្មណ៍ឥឡូវថតតធម្មតា This sandwich is low key good បងខ្ញុំចង់ពេញខ្ញុំជិះទៅកន្លែងផ្សេងពួកខ្ញុំចាប់ទិញម្ដងប៉ុន្តែបានញ៉ាំទៅក្នុងទូទឹកកកឆោមើលទៅវាអត់តំណង but actually ពេលញ៉ាំទៅដូចរបស់យើងធ្វើនៅផ្ទះឥឡូវហ្នឹងគឺម៉ោង 12 កន្លះហើយខ្ញុំកំពុងតែរៀបចំដើម្បី edit video បន្តិចហើយ agenda របស់ខ្ញុំបន្ទាប់នៅក្នុងថ្ងៃហ្នឹងអីដែលខ្ញុំត្រូវធ្វើគឺត្រូវ edit video មួយនេះឲ្យហើយ actually មិន edit ទេគ្រាន់តែខ្ញុំត្រូវ revise ដោយសារ client គាត់មាន feedback មួយចំនួនអញ្ចឹងខ្ញុំត្រូវ submit នៅក្នុងថ្ងៃហ្នឹងដូចគ្នា and also revise video នេះហើយគឺខ្ញុំនឹងទៅថត video outfit real មួយហើយបានខ្ញុំនឹងរៀបចំខ្លួនដើម្បីចេញទៅក្រៅជូនបងខ្ញុំទៅទិញកៅអៅ and also គឺខ្ញុំត្រូវ pair outfit pack អីវ៉ាន់ដើម្បីទៅដើរលេងថ្ងៃស្អែកដូចគ្នាមានអារម្មណ៍ថាអីដែលត្រូវធ្វើរៀងច្រើនហើយឥឡូវហ្នឹងម៉ោង 1 ម៉ោង 7:01 12 កន្លះ 1 ឯង by the way មុនហ្នឹងអ្នកនរគ្នាខ្ញុំប្រាប់រឿងដល់គួរចង់សាច់មួយខ្ញុំមក period ផឹកមិញ period ខ្ញុំវាមក and then គឺគ្រាន់តែ period មកខ្ញុំក៏មានជាការឈឺពោះហ្មងអ្នកនរគ្នាពួកអីត្រឡប់ខ្ញុំហ្មងតាំងពីក្មេងតាំងពីខ្ញុំមក period លើកដំបូងនៅពេលដែលខ្ញុំមក period ថ្ងៃទី 1 ទី 2 ទី 3 គឺវាឈឺខ្លាំងហ្មងតតែញ៉ាំថ្នាំបាត់ហើយប្រាប់មិញមានជាការពងតាបាក់ឡើងមកផ្ទះហ្នឹងវាដូចមានថាឈឺពោះមករដូវហ្នឹងបន្តិចមានថាយើងចង់ភពបន្តិចណាតើគ្នាជិះតែខ្ញុំវាវល់ខ្ញុំថាតើខ្ញុំចង់ភព PP អីអញ្ចឹងឬមកក៏ខ្ញុំឈឺពោះនេះគឺឈឺដោយសារវាមករដូវឬមកក៏មិនអីអញ្ចឹងវាធ្វើឲ្យយើងតែងលេះលាស់ខ្លាំងមែនតើចង់ឲ្យអ្នកនរគ្នាខ្ញុំសុខភាពខ្ញុំអត់ដឹងមកជិះវារនទ្រាខ្លាំងមែនតើឲ្យតែតាក់ទងនឹងមករដូវឬអ្នកគ្នាឃើញអញ្ចឹងមុខឡើងមុនចង់20គ្រាប់តែនេះខ្ញុំ make up ដាក់ cushion បិទបាំងស្នាមអញ្ចឹងអ្នកនរគ្នាមើលមិនឃើញតែរៀងពុះប៉ោង bloated ដូចយើងទៅហូបបាយ 4-5 ចានហើយអញ្ចឹងមុខក៏រៀងហើមដែរ and also ស្បែកគឺ smooth ហើយឡើងគ្រើមស្បែកយើងដូចវាមាន texture គ្រើមហ្មងអ្នកនរគ្នាប៉ះទៅគឺវាដូចវាអត់មានស្បែកយើងទេនឹងអាការៈមករដូវហើយវាមិនមែនតែប៉ុណ្្នឹងទេគឺមានជាការចុកកេះចុកកចុកដៃចុកជើងហើយបើរឿងឈឺពោះវិញគឺវា default ហើយយើងមិនបាច់និយាយទេព្រោះអីមករដូវគឺវាដឹងតែឈឺពោះគាត់ថាខ្ញុំឈឺពោះគឺឈឺខ្លាំងហ្មងអ្នកនរគ្នាឈឺដល់ថ្នាក់ថាថ្នាំបាត់ការឈឺចាប់ល្មមអីខ្ញុំញ៉ាំគឺអត់បាត់ហ្មងតែញ៉ាំពពុះ Advil ឬមួយក៏ Golfin អីបានញ៉ាំទៅបាត់ហើយទោះបីជាញ៉ាំថ្នាំបាត់ការឈឺចុកចាប់ទៅបាត់ក៏វាបាត់អត់យូរដែរតែ2 ម៉ោង 3 ម៉ោងគឺវាចាប់ផ្ដើមមានអាការៈឈឺឡើងវិញហើយ so ទៅ trip ថ្ងៃស្អែកនេះខ្ញុំមានជាការត្រូវ
ត្រៀមថ្នាំ Advil ទៅឲ្យរៀងច្រើនតិចព្រោះអីខ្លាចដើរលេងអត់កើតឃើញតែឃើញវា like a lot of reasons that ធ្វើឲ្យខ្ញុំជាមនុស្សស្រីមានអារម្មណ៍ថាស្អប់ជីវិតមួយនេះកំឡុងពេលខ្ញុំកំពុងតែមករដូវហ្នឹង and I know I'm not the only one ហើយបើសិនជាអ្នកទាំងអស់គ្នាអត់មានជួបប្រទះ experience អាការៈដូចខ្ញុំ you are very lucky មែនតើព្រោះអីមិនមនុស្សគ្រប់គ្នាសុទ្ធតែអត់មានអាការៈនៅពេលដែលយើងមករដូវទេអញ្ចឹងបើអ្នកទាំងអស់គ្នាមករដូវអត់ឈឺពោះអត់មានការឈឺចុកចាប់ចុកចង្កេះរយកញ្ចឹងកអីហ្នឹងអ្នកទាំងអស់គ្នាធ្វើបុណ្យដល់មែនតើ and guess what រដូវខ្ញុំគឺមកអត់ទៀងឯអ្នកទាំងអស់គ្នាតាំងពីក្មេងខ្ញុំធ្លាប់បាត់រដូវអស់មួយឆ្នាំមួយឆ្នាំហើយ2ឆ្នាំឯងពេលហ្នឹងខ្ញុំនៅរៀងក្មេងហើយពេលហ្នឹងទៅប៉ែតទៅអីដែរប៉ុន្តែ check មើលទៅអត់មានជាដុំសាច់ឬមួយក៏គិះអីទេនៅក្នុងស្បូនអញ្ចឹងទៅប៉ែតគេថាដោយសារយើងនៅក្មេងយើងញ៉ាំហើយ maybe យើងញ៉ាំអត់សូវគ្រប់គ្រាន់អត់សូវមានជីវជាតិអីចឹងទៅ that's why គឺយើងមកអត់ទៀង but now that I'm like 20 ខ្ញុំអាយុមែន23ឆ្នាំយកគឺនៅតែមកអត់ទៀងតាធន់ខ្ញុំធន់មែនតើធន់ជាងគេគឺអារឿងមករដូវឡើងមុនគឺឡើងមុនខ្លាំងហ្មងឡើងមុនមកខ្ញុំទទួលធ្វើការងារអីអត់កើតទេអ្នកនរគ្នាវិកដែលខ្ញុំហងតែថតឥឡូវហ្នឹងគឺជា collection ថ្មីពី Gatoni រៀងកៅគឺ very elegant ស្អាតមែនតើអ្នកនរគ្នា I like ខ្ញុំទៅតែថតវីដេអូចប់ហើយក៏ edit ហើយក៏ submit ហើយដូចគ្នាទៅគេធ្វើរៀងលឿនតិចឯហ្នឹងសាបញ្ញាប់ទៅទិញអីវ៉ាន់ so ឥឡូវយើងថតហើយខ្ញុំក៏កំពុងតែរៀបនឹងចេញទៅទិញអីវ៉ាន់មួយបងខ្ញុំដូចគ្នា so bye see you ចង់ថាថ្ងៃនេះខ្ញុំកាន់ណាកាមេរ៉ា Sony ថ្មីរបស់ខ្ញុំនឹងទៅថតនៅ outdoor ព្រោះខ្ញុំមិនដែរយកកាមេរ៉ានឹងថតនៅ outdoor ទេហើយថ្ងៃស្អែកខ្ញុំត្រូវទៅវៀតណាមហើយខ្ញុំមកថាចង់យកកាមេរ៉ានឹងទៅថតដែរប៉ុន្តែចង់កាន់វាល្ងាចនឹងយកទៅតេស្តថតសិនចង់ដឹងថាពេលថតនៅក្រៅវាមិនដែរចឹង it's giving YouTuber this is my OOTD color នេះក៏វាខុសពី DJI មកដល់គ្នា this camera color it's giving clear it's giving crispy មកប្រាំបាយ ចង់បាច់ដេក